មេបញ្ជាការកងទ័ពថៃបានប្រាប់មន្ត្រីរបស់សហរដ្ឋអាមេរិកដូចនេះថាកម្ពុជាគឺជាអ្នកពង្រីកចំនួននៅតាមព្រំដែននៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រថ្ងៃទី9ខែមករាឆ្នាំ2026ម្សិលមិញនេះលោកឧត្តមសេនីយ៍បញ្ញាក្លាវផ្លត់ថុកមេបញ្ជាការកងទ័ពជើងគោកសៀមបានបញ្ជាក់ប្រាប់លោក Michael George de Sombre ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកថាកម្ពុជាបានចែកចាយព័ត៌មានមិនពិតដោយចោទថាថៃជាអ្នកឈ្លានពានទឹកដីកម្ពុជាលោកអះអាងថាតាមពិតកម្ពុជាទេដែលជាអ្នកធ្វើឲ្យចំនួនរីកធំឡើងមុនគេភាគីសៀមបានលើកឡើងបន្តទៀតថាខ្លួនបានប្រកាន់ខ្ជាប់នៅគោលការណ៍មនុស្សធម៌ចំពោះយោធិនកម្ពុជា18នាក់ហើយបានដោះលែងពួកគេស្របតាមស្តង់ដារអន្តរជាតិភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹងសម្ព័ន្ធភាពយោធាតាមរយៈសមយុទ្ធ Cobra Gold និងការផ្លាស់ប្តូរបច្ចេកវិទ្យាការពារជាតិទំនើបរួមមានប្រព័ន្ធ drone និងបច្ចេកវិទ្យាប្រឆាំង drone បច្ចេកវិទ្យាសង្គ្រាមអេឡិចត្រូនិកការពង្រឹងប្រព័ន្ធស៊ើបការសម្ងាត់ដើម្បីការពារអធិបតេយ្យភាពបងប្អូននេះគឺជាអ្វីដែលសៀមព្យាយាមប្រែកន្លះសាច់រឿងគេព្យាយាមជួលសារព័ត៌មានធំឲ្យចុះផ្សាយប្រែពីសមកខ្មៅលាបពណ៌កម្ពុជាពីភាពស្អាតស្អំត្រឹមត្រូវពីជនរងគ្រោះទៅជាអ្នកឈ្លានពានកន្លងមកនេះសៀមបានជួលក្រុមអ្នកសារព័ត៌មានធំជាច្រើនដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតហើយឥឡូវនេះទៀតសោតសៀមបានបន្តធ្វើការបញ្ចុះបញ្ចូលធ្វើការនិយាយមួលបង្កាច់លាបពណ៌កម្ពុជាប្រែក្រឡះពីការពិតទៅមិនពិតពីកម្ពុជាជាជនរងគ្រោះទៅជាអ្នកឈ្លានពានសៀមទៅវិញតែបងប្អូនជាទូទៅខ្ញុំជឿថាមិនមែនអាមេរិកមិនដឹងទេតែយើងវាមិនដឹងថាតើគេហើយនឹងគេនឹងវានិយាយគ្នារឿងអីខ្លះគេត្រូវគ្នារឿងអីខ្លះយើងវាអត់ដឹងតែមិនមែនអាមេរិកមិនដឹងទេមិនមែនអាស៊ានមិនដឹងទេមិនមែនចិននិងអន្តរជាតិមិនដឹងទេថាសៀមឈ្លានពានកម្ពុជាមិនមែនទេគេដឹងតែគេត្រូវគ្នាយ៉ាងណាខ្លះគេមាននយោបាយជាមួយគ្នាយ៉ាងណាខ្លះគេមាននយោបាយគេមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងណាខ្លះគេមានចំនួនជួញប្រែជាមួយគ្នាយ៉ាងណាខ្លះយើងវាមិនដឹងអាកន្លែងហ្នឹងហើយគឺជាចំណុចដែលយើងទាំងអស់គ្នានេះមិនថាយុវជនក្តីមិនថាបងម្ចាស់អាជីវកម្មខ្នាតតូចខ្នាតមធ្យមខ្នាតធំក្តីយើងចាប់ផ្ដើមពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយនឹងដៃគូវិនិយោគរបស់យើងគ្រប់ជាតិសាសន៍ពង្រឹងគុណភាពពង្រឹងសេវាកម្មហើយជួយគ្នាឲ្យតែយើងជាខ្មែរនឹងយើងជួយគ្នាការពង្រឹងសមត្ថភាពឆន្ទៈផ្នត់គំនិតរបៀបធ្វើការបណ្ដុះបណ្ដាលបង្ហាញផ្លូវដល់ពួកគាត់ព្រោះបងជំនាន់មុនមានបទពិសោធន៍ច្រើនដោយពាក្យខ្មែរលោកថាក្មេងៗដើរបានលឿនតែចាស់ស្គាល់ផ្លូវក្មេងពេលខ្លះដើរលឿនណាតែបង្កើតកំហុសដើរលឿនណាតែដើរខុសផ្លូវបងចំនួនមុនអាចដើរមិនលឿនទេព្រោះមិនមែនដោយសារតែបងមិនចេះដើរមិនមែនដោយសារតែបងចាស់ពេកដើរមិនកើតមិនមែនទេតែដោយសារតែបងដឹងផ្លូវដោយសារតែបងដឹងសភាពការមិនមែនមានន័យថាយើងដើរលឿនដឹងតែទៅដល់គោលដៅមុនទេមិនមែនទេពេលខ្លះអ្នកដើរយឺតនោះទេដែលទៅដល់គោលដៅមុនព្រោះដើរលឿនដើរខុសផ្លូវនឹងដើរលឿនដើរខុសនឹងដើរជន់គ្រាប់បែកនឹងដើរធ្លាក់អណ្ដៅនឹងដើរចូលទឹកនឹងតែគេដើរយឺតគេដឹងផ្លូវគេដឹងរបៀបដើរនេះកន្លែងហ្នឹងដែលយើងត្រូវធ្វើយើងត្រូវគ្រប់គ្រងគ្នាយើងត្រូវជួយគ្នាបដោះបដាលគ្នាអប់រំគ្នាណែនាំគ្នាទូមានគ្នាតម្រង់ទិសគ្នាព្រោះយើងត្រូវការធនធានមនុស្សខ្លាំងបងមិនអាចកាន់ក្រុមហ៊ុនដែលបងកាន់សពថ្ងៃនឹង100ឆ្នាំទៀតទេយើងត្រូវការធនធានមនុស្សសម្រាប់ដឹកនាំក្រុមហ៊ុនរបស់បងក្តីឬក៏ដឹកនាំក្រុមហ៊ុនដែលពួកគាត់នឹងបង្កើតថ្មីក្តីខ្ញុំសូមបញ្ជាក់ជូនបងបន្តិចថាយុវជនសម័យថ្មីនេះខ្លាំងណាស់ឲ្យតែគាត់គិតត្រូវឲ្យតែគាត់ធ្វើត្រូវលទ្ធផលដែលទទួលបានណាខ្លាំងជាងចំនួនខ្ញុំហើយខ្ញុំគិតថាក៏អាចខ្លាំងជាងចំនួនបងផងដែរអញ្ចឹងអ្នកដែលមានសក្តានុពលអញ្ចឹងបំបឹកគាត់បង្រៀនគាត់ទូមានគាត់អប់រំគាត់បង្ហាញផ្លូវគាត់តម្រង់ទិសគាត់ឲ្យគាត់ក្លាយទៅជាធនធានមនុស្សដ៏ខ្លាំងពូកែដើម្បីជួយជាតិយើងតែពួកគាត់ខ្លាំងសេដ្ឋកិច្ចយើងខ្លាំងប្រទេសយើងខ្លាំងអ្នកណាក៏គេចង់រកស៊ីជាមួយយើងអ្នកណាក៏គេចង់ចងសម្ព័ន្ធមិត្តជាមួយយើងអ្នកណាក៏គេចង់ធ្វើការងារជាមួយយើងដែរមិនថាកិច្ចការងារនយោបាយកិច្ចការងារការទូតពាណិជ្ជកម្មការងារផ្សេងមិនខ្វះទេដៃគូសហការព្រោះមិនមានប្រទេសណាមួយនៅលើโลกចង់ចងសម្ព័ន្ធមិត្តជាមួយប្រទេសខ្សោយទេតែគេនឹងចង់ចងសម្ព័ន្ធមិត្តជាមួយប្រទេសខ្លាំងអញ្ចឹងយើងត្រូវតែខ្លាំងអរគុណបងប្អូនជម្រាបលា